ទី2សួរថាប្រែជីហ្វូណនមិនហើយខ្ញុំវាមិននឹកស្មានតាមងាយមិនហ្នឹងខ្ញុំចេញមកឃើញអ្នកនាំពាក្យតពេកមួយនោះនិយាយទៀតធ្វើឯងអ្នកនាំពាក្យតែមិនព្រមយល់ការពិតគេថាចិនមិនដែលប្រកាសវិភាគតទៅអស់សក់ហើយឥឡូវថ្លៃទៅអ្នកនាំពាក្យកាន់តែមុខជ្រួញទៅទៀតព្រោះមួយថ្ងៃនឹកឃើញថាស្អីដែលរិះគន់វាយប្រហារវាយមិនចេះចប់វាយទាំងពេលប្រជាជនមានការទុកវាយទាំងចូលឆ្នាំវាយទាំងរឿងដែលល្អប៉ុន្តែខ្ញុំគិតចេះភូតកាន់តែច្រើនវិភាគកាន់តែច្រើនធ្វើឲ្យសាបលៀបខ្លួនឯងទេព្រោះភ័ស្តុតាងវាជាក់ស្ដែងគេនិយាយចេះគេថាហេតុអីបានជាចិនប្រកាសជួយប្រៃជីកដោយសារចិនទៅឆ្លោះគ្នាមួយអាមេរិកថាចិនពីមុនមិនដែលប្រកាសជួយទេខ្ញុំសូមបញ្ជាក់ណាសូមអាយដាមទៅមើលអស់លោកទៅមើលហើយជាពិសេសអស់លោកអ្នកវិភាគខាងក្រៅហើយប្រជាពលរដ្ឋរបស់យើងនិស្សិតបញ្ញវត្តិរបស់យើងប្រជាពលរដ្ឋមន្ត្រីរាជការបងប្អូនរបស់យើងទៅឆែកមើលទៅភ័ស្តុតាងវាយទៅលើកសែតទៅធ្វើលើ Google ទៅវាអត់មានទៅណាទៅមានទាំងអស់មិនដែលពេលណាមួយដែលថាគម្រោងនេះត្រូវរដ្ឋាភិបាលចិនបដិសេធជួយឬទេខ្ញុំទៅជួបប្រធានាធិបតីស៊ីជីនពីងទូតចិនបានចេញសារយើងទៅបន្តសហការគ្នាលើកសាងនេះអញ្ចឹងខ្ញុំគ្រាន់តែប្រាប់ថាចេះបើចង់វាយប្រហារវាយទៅចោះប៉ុន្តែគួរតែផ្អែកលើការពិតខ្លះផងបើសិនមិនអញ្ចឹងទេគឺប្រជាពលរដ្ឋខ្មែរគាត់មានការវិនិច្ឆ័យច្បាស់លាស់បើសិនជាគ្មានភ័ស្តុតាងស្រួលបួលបើមិននិយាយគេមិនថាកោទេប៉ុន្តែបើអ្នកឯងជ្រុលជានិយាយឲ្យសូមឲ្យមានភ័ស្តុតាងច្បាស់ផងតាក់ឡៃក៏ដើម្បីការពារអំណះអំណាងបើមិនអញ្ចឹងទេកាន់តែបាត់នៅជំនឿអញ្ចឹងទៅឆែកមើលទៅថាតើពេលណាដែលរដ្ឋាភិបាលចិត្តប្រកាសមិនដែលជួយទៅលើគម្រោងនេះគឺបានចរចាគ្នាពីដើមអ្វីដែលការប្រកាសជាផ្លូវការគ្រាន់តែជាការប្រកាសបន្ថែមដោយប្រធានាធិបតីចិនតែប៉ុណ្ណោះពីមុនមកជំហរមិនដែលប្រែប្រួលទេហើយប្រេជីកនេះយើងបើកនៅថ្ងៃទី8ខែ5ថ្ងៃ5ខែ8 2024យើងបន្តធ្វើការងារជីកធ្វើការងារបោះនិយាមការចាប់ផ្ដើមចរចាដោះស្រាយផលប៉ះពាល់យើងមិនបានឈប់នោះទេរបៀបរបបគេធ្វើអញ្ចឹងធ្វើផ្លូវ highway ធ្វើផ្លូវអីក៏ដោយពេលដែលគេកំណត់នៅលើផែនទីហើយជំហានបន្ទាប់គឺគេចោះទៅវត្តនិយាមការហើយពិនិត្យមើលផលប៉ះពាល់ដោះស្រាយជូនប្រជាពលរដ្ឋស្រួលបួលមិនមែនចេះតែយក excavator យកទៅកាយនោះទេគេដោះស្រាយផលប៉ះពាល់គិតហើយគេធ្វើដំណើរការនេះបាទដោយការទទួលខុសត្រូវប្រែជីកហ្វូណនក៏ដូចគ្នាពេលខ្លះយើងពិបាកពយល់ហើយបើយើងកន្លែងដែល Winston Churchill គាត់អាសាខ្ញុំចាំគាត់ថាបើយើងកន្លែងតែរវល់រើសដុំថ្មគប់ឆ្កែដែលព្រុសគ្រប់កន្លែងយើងមិនដល់គោលដៅនោះទេអានេះពាក្យរបស់ Winston Churchill នាយករដ្ឋមន្ត្រីអង់គ្លេសសង្គ្រាមលោកលើកទី2ខ្ញុំមិនមែនសំដៅទៅអ្នកណាឆ្កែគឺពាក្យគាត់នេះឯងហើយកម្ពុជាបើសិនជាយើងរវល់តែឆ្លើយតបទៅនឹងការវាយប្រហារអត់មូលដ្ឋានយើងដើរមិនដល់គោលដៅទេអញ្ចឹងដើម្បីបង្ហាញការពិតយើងមានតែខិតខំធ្វើពេលណាចាំបាច់ត្រូវបកស្រាយបដមកកាលយើងចោះតែចាំបាច់ត្រូវតែធ្វើដើម្បីបង្ហាញសមិទ្ធផលដើម្បីបញ្ជាក់នៅការពិតពេលនោះហើយនឹងបិទមាត់អ្នកទាំងអស់នោះឲ្យពិតប្រាកដពួកប្រជាជនលែងជឿអ្នកនោះទៀតហើយពួកគេឃើញសមិទ្ធផលជាក់ស្ដែងសមិទ្ធផលថ្ងៃនេះមិនខុសពីដូចរឿងប្រៃជីកទេខ្ញុំចាំថាឆ្នាំទៅពេលដែលខ្ញុំទៅមើលពលាយន្តហោះមានក្មេងស្រីម្នាក់នៅកូរ៉េគាត់ចេញមកវាយប្រហាររឿងនេះកំពង់ផែអន្តរជាតិកពតគាត់ថាកំពង់ផែអន្តរជាតិកពតនេះរដ្ឋាភិបាលខ្ជះខ្ជាយលុយ$18 លានធ្វើឲ្យប្រើមិនកើតអត់ប្រយោជន៍គាត់អត់ដឹងថាគេមិនទាន់ធ្វើចប់ស្រួលបួលត្រូវបើកផងគេធ្វើផែគេធ្វើគឡងប៉ុន្តែពេលនោះពិតណាស់គាត់និយាយមានគេមើលច្រើនគេដឹងគេគិតគេចាប់អារម្មណ៍ប៉ុនមិនមែនថាអ្នកឯងពិតប្រកបនោះទេអ្នកឯងបង្កើតការចាប់អារម្មណ៍កាន់តែច្រើនអ្នកឯងធ្លាក់ក៏កាន់តែច្រើនដែរនៅពេលដែលសមិទ្ធផលនេះត្រូវបានសម្ពោធដូចថ្ងៃនេះអញ្ចឹងគេនឹងស្ដាប់ទៅវិញអូយប៉ែនេះថ្ងៃមុនជេរថាអត់ធ្វើតាមពិតគេធ្វើសោះ
ឥឡូវបាត់ឥទ្ធិពលខ្លួនឯងនឹងហើយគឺការបន្សាបនៅការបំភ្លៃការពិតបែរជីកពូណនយើងនៅតែបន្តធ្វើហើយយើងនឹងខិតខំធ្វើឲ្យបានចប់នៅក្នុងតាមផែនការដើម្បីតភ្ជាប់ផ្លូវសមុទ្រនិងផ្លូវទន្លេធ្វើយ៉ាងណាដើម្បីឲ្យការដឹកជញ្ជូនសេដ្ឋកិច្ចរបស់យើងប្រតិកលាជាពិសេសចូលមកជិតខេត្តកំពតនេះតែម្ដងខ្ញុំមិនចាំបាច់រដ្ឋាភិបាលមិនចាំបាច់មួយថ្ងៃអង្គុយតែឆ្លើយតបទៅនឹងការចោទប្រកាន់ទេយើងនៅតែធ្វើយើងនឹងបន្តធ្វើដំណាក់កាលនៃការវិវត្តក្រសួងសាធារណការបានចេញជូនតំណែងហើយយើងធ្វើអីខ្លះ